សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកជូនបងប្អូនយើងតាមសំណូមពរទៀតហើយបាទដែលបងប្អូនយើងក៏ចង់រៀនបង្កើត page ដោយខ្លួនឯងអាប់ដេតទម្រង់បាទ2026ទាំងអស់គ្នាទុករលួយថ្ងៃមុខបងប្អូនណាបាទបងប្អូនអាចបង្កើតដោយខ្លួនឯងបានគ្រាន់តែបងប្អូនមាន account Facebook យើងមួយមកអញ្ចឹងណាយើងអាចបង្កើត page នេះបានច្រើនបាទអញ្ចឹងណាតោះដើម្បីយើងទៅបង្កើត page ទាំងអស់គ្នាបងប្អូនចូលទៅកាន់ account Facebook យើងដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលយើងបើកជាទម្រង់ mode អាជីពបាទអញ្ចឹងណាយើងចុចទៅលើ account Facebook យើងមកដើម្បីយើងទៅបង្កើត page បាទមកដល់កន្លែងនេះមកចូលមកដល់កន្លែងម្ដងបែបនេះហើយបងប្អូនចុចលើសញ្ញាត្រេ3ខាងលើបាទហើយមកដល់ទីនេះបងប្អូនអូសឡើងមកលើតិចមកបងប្អូននឹងឃើញអក្សរខ្មែរមួយគេដាក់ថាមើលច្រើនទៀតបងប្អូនចុចកន្លែងហ្នឹងមកបាទអញ្ចឹងវានឹងឃើញទម្រង់មួយបងប្អូនដែលគេដាក់ថាទំព័របងប្អូនណាបាទនេះទំព័រតែមានសញ្ញាទង់ជាតិហ្នឹងអក្សរខ្មែរដាក់ទំព័រហ្នឹងកន្លែងហ្នឹងហើយគឺយើងកន្លែងយើងបង្កើត page បងប្អូនបងចុចកន្លែងហ្នឹងមកដើម្បីទៅត្រាប់បងប្អូនចង់បង្កើត page ថ្មីអញ្ចឹងណាបាទចុចកន្លែងហ្នឹងមកបាទម្ដងនេះបងប្អូននឹងឃើញនេះ page ដែលខ្ញុំបង្កើតច្រើនបងប្អូន10ជិត10 page បងប្អូនណាបាទខ្ញុំបង្កើតទុកច្រើនទៅយើងបង្កើតខ្ទង់មួយខែយើងកាត់ឲ្យវាចាស់ឲ្យ page រឿងចាស់យើងបង្កើតត្រង់មួយខែហ្នឹងទៅចាំយើងយកទៅផុសរូបផុសវីដេអូណាបងប្អូនណាបាទហ្នឹងណានេះជាគោលការណ៍របស់ខ្ញុំ Facebook បាទអញ្ចឹងណាយើងបង្កើតឲ្យរៀងចាស់ខែហ្នឹងទៅមិនយើងបង្កើតភ្លាមយើងផុសភ្លាមទេយើងបង្កើតទុកចោលបងទុកចោលទៅខ្ទង់មួយខែទៅ2ខែក៏បានដែរតែយើងចាប់ដើមយើងផុសរូបផុសវីដេអូបណ្ដោយអញ្ចឹងណាchắc khôngឲ្យយូរបងប្អូនណាបាទប៉ុណ្្នឹងសិនយើងទៅបង្កើត page សិនអញ្ចឹងវាដល់កន្លែងតម្រងនេះហើយបងប្អូនឃើញសញ្ញា color ទេគេដាក់ថាបង្កើតមកចុចកន្លែងសញ្ញាបង្កើតហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺបងប្អូនអាចវាយជាឈ្មោះអញ្ចឹងសូមបញ្ជាក់ចេះបងប្អូនបាទទៅលើ account Facebook យើងណា account Facebook យើងធម្មតាជា account profile ដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងណាគឺយើងមិនអាចដាក់អក្សរខ្មែរឈ្មោះរបស់យើងណាមិនអាចដាក់អក្សរខ្មែរលាយជាមួយភាសាអង់គ្លេសបានទេតែសម្រាប់ page បងប្អូនអាចលាយអក្សរខ្មែរលាយជាមួយអង់គ្លេសបានអញ្ចឹងណាបាទអញ្ចឹងណាខុសគ្នាអញ្ចឹងបាទអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ឈ្មោះថាបាទដាក់វីរ៉ាខ្វាន់បាទវីរ៉ាខ្វាន់ទៅមកខ្ញុំដកឃ្លាបន្តិចខ្ញុំរួចហើយបងប្អូនដាក់ឈ្មោះរួចហើយបងប្អូនចុចលើសញ្ញាបន្តសញ្ញាបន្តនេះមកបាទអញ្ចឹងដល់កន្លែងនេះគឺគេឲ្យយើងរើសអត្តការីបងប្អូនអត្តការីមានន័យថា content របស់បងប្អូនណាបងប្អូនចង់បង្កើតវីដេអូពីអ្វីឬក៏បងប្អូនធ្វើវីដេអូ blog ផ្សេងៗឬក៏តើបងប្អូនធ្វើម្ហូបដើរលេងកម្សាន្តអញ្ចឹងបងប្អូនអាច search កន្លែងនេះបាននេះគេដាក់ស្វែងរកប្រភេទនានាហ្នឹងបងប្អូនអាចចុចកន្លែងហ្នឹងមកបងប្អូនស្វែងរកមកបងប្អូនសរសេរអក្សរអង់គ្លេសក៏បានដែរបាទតែកន្លែងនេះបងប្អូនដាក់រើសយកមុខសិនមកបាទបងប្អូនមានចម្ងល់អីបងប្អូនអាច comment សួរខ្ញុំបានកន្លែងហ្នឹងណាបាទយើងស្វែងរកនេះឲ្យខ្ញុំយកកន្លែងតន្ត្រីនេះមួយសិនមកបាទអញ្ចឹងណា កន្លែងនេះបងអាចដាក់2 3ក៏បានដែរបងណាអាចដាក់2 3ចឹងក៏បានដែរអញ្ចឹងណាយើងស្វែងរកណា content វាអត់មានសំខាន់ទេបងកន្លែងនេះបងអាចដូរបានទេអាចដូរបានទេកន្លែងតក្ករីគេនេះបងណាបើអញ្ចឹងកុំឲ្យយូរខ្ញុំសូមជ្រើសយកមួយសិនបាទខ្ញុំយកតន្ត្រីកក្រុមតន្ត្រីសិនណាបងប្អូនកន្លែងហ្នឹងណាបើបងប្អូនចង់បង្កើតcontent វាអ្វីវីដេអូរបស់យើងណាបងអាចសេរក្នុងបានទៅសូមបញ្ជាក់ដល់បងប្អូនម្ដងទៀតបាទកុំឲ្យយូរអញ្ចឹងសូមយកតន្ត្រីកនិងក្រុមតន្ត្រីសិនបាទ កន្លែងនេះគឺបងប្អូនមានចម្ងល់អាចសួរខ្ញុំនៅវីដេអូក្រោយឬក៏អាច comment មកសួរខ្ញុំក៏បានដែរបងកន្លែងហ្នឹងបាទកុំឲ្យយូរបញ្ជាក់វីដេអូ YouTube គឺកាន់តែយូរវែងឆ្ងាយអញ្ចឹងណាបាទហើយយើងបន្តទៅទៀតដាក់ស្នាបន្តមកបាទបងប្អូនរងចាំបន្តិចបាទម្ដងកន្លែងនេះបងប្អូនយកខាងលើគេបងប្អូនណាបាទដែលគេដាក់ថាអ្នកបង្កើតបាទល្អបំផុតសម្រាប់អ្នកបង្កើតមាតិកាបុគ្គលសាធារណៈនិងអាជីវកម្មផ្សេងទៀតបងប្អូនណាដែលស្វែងរកលុយពីមាតិកាដើមបាទបងប្អូនចុចគ្លីកលើសញ្ញា Q ហ្នឹងមកបងប្អូនណាកុំយកខាងក្រោមយកខាងលើហើយបងប្អូនដាក់មកនេះបញ្ជាក់ដាក់ខាងក្រោមបញ្ជាក់ហ្នឹងមកpage មួយយកមកប្រើប្រាស់បងប្អូននេះបាទឥឡូវយើងចូលដល់ទម្រង់ page ហើយបងប្អូនបាទ page យើងស្អាតចាស់បាទហើយមកចុចបាច់យើងតាំងរូបគេបាទចូលពុបយកមកហើយបងប្អូនឃើញហើយបាទចំនួន page របស់យើងអត់បានរៀបចំណាបងប្អូនបាទអញ្ចឹងណានៅទាំងអស់នេះយកតើបានរៀបចំព័ត៌មានអីទេបាទដាក់ទៅក្នុងហ្នឹងបាទចំ page បងប្អូនណារៀបចំ page ចាំខ្ញុំនឹងបញ្ជាក់ដល់បងប្អូននៅវីដេអូក្រោយទៀតបើបងប្អូនមានចម្ងល់ពីរបៀបរៀបចំបាទឥឡូវយើងបាន page របស់យើងមួយស្អាតបងប្អូនណាយើងបង្កើតតុងមួយខែទាំងបងប្អូនណាបាទតុងមួយខែរួចហើយយើងយកទៅផុសរូបផុសវីដេអូចង់ឲ្យ page យើងវារឹងមាំបាទកុំឲ្យវានៅខ្ចីអញ្ចឹងណាបាទអញ្ចឹងណាអញ្ចឹងយើងថតទៅវិញបងប្អូនថានេះ page របស់យើងបងប្អូនយើងអត់តបានរៀបចំទេនៅវីដេអូក៏អត់មានរូបក៏អត់មានដែរបាទអញ្ចឹងដើម្បីយើងទៅaccount admin របស់យើងវិញបាទដែលយើងបង្កើត page ណាយើងចូលទៅកាន់ account របស់យើងវិញ account Facebook របស់យើងធម្មតាណាបងប្អូនចុចលើសញ្ញាទូចៗហ្នឹងមកខ្ញុំត្រឡប់ទៅ
account Facebook របស់យើងវិញណារបស់ខ្ញុំគឺមានឈ្មោះ Provi ជនបទគុណខ្មែរហ្នឹងបាទពីពើមកយើងវិលទៅរក account Facebook យើងធម្មតាវិញហ្នឹងបងបាទចឹងណាចឹងវីដេអូនេះគឺមានតែមួយមុនបាទមានតែប៉ុណ្ណឹងបាទតាមជួបនៅវីដេអូក្រោយទៀតបាទពីចំណុចថ្មីបើបងប្អូនមានចម្ងល់អ្វីបងប្អូនអាច comment នៅលើវីដេអូរបស់ខ្ញុំបានខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូននៅពេលក្រោយទៀតអរគុណជម្រាបលាបាយបាយ